តើយើងគួរតែទិញផ្ទះមុនឬគួរតែទិញឡានមុនអាហ្នឹងជាសំណួរមួយដែលខ្ញុំធ្លាប់ត្រូវបានមិត្តភក្តិគាត់សួរហើយនឹងគឺជាប្រធានបទមួយដែលមានការវែងញែកច្រើននៅក្នុងសង្គមយើងបច្ចុប្បន្នហ្នឹងព្រោះដោយសារមានមតិខ្លះលើកឡើងថាគួរតែទិញឡានមុនមតិខ្លះគួរតែទិញផ្ទះមុនអញ្ចឹងទៅហើយជាក់ស្ដែងទៅសម្រាប់ខ្ញុំអឺការទិញមួយណាក៏ដូចជាមួយណាដែរគឺឲ្យតែជារបស់ដែលយើងចាំបាច់យើងត្រូវការយើងទិញទៅតែបើជាករណីដែលយើងគ្រាន់តែទិញមកសម្រាប់តែអួតគេទេអាហ្នឹងយើងមិនចាំបាច់ទិញទេឧទាហរណ៍ជាក់ស្ដែងទាក់ទងនឹងរថយន្តអញ្ចឹងបើសិនជាករណីយើងចង់ទិញរថយន្តយើងទៅចោទសួរខ្លួនឯងថាតម្រូវការយើងខ្លាំងអត់ទៅលើការទិញរថយន្តហ្នឹងយើងវិភាគមើលលេងឧទាហរណ៍ថាឥឡូវយើងកន្លែងធ្វើការយើងចិត្តទេយើងមិនមានតម្រូវការសម្រាប់ចេញក្រៅញឹកញាប់ទៅឬក៏ទៅខេត្តញឹកញាប់ទេផ្ទះយើងនៅក្នុងភ្នំពេញទេអញ្ចឹងសួរយើងខ្លួនឯងវិញថាតើយើងគួរតែទិញរថយន្តអត់ព្រោះការទិញរថយន្តហ្នឹងគឺត្រូវការ maintenance ច្រើនការចំណាយទៅលើ accessory ទៅលើការខូចខាតទំហែទ័មអីវាច្រើនហ្នឹងហើយអាហ្នឹងគឺជាកំណត់មួយយើងសួរខ្លួនឯងវិញថាតើវាចាំបាច់អត់សម្រាប់យើងប៉ុន្តែបើសិនជាករណីអឺយើងត្រូវការចុះខេត្តញឹកញាប់យើងត្រូវការធ្វើដំណើរឆ្ងាយញឹកញាប់អាហ្នឹងវាជាតម្រូវការហើយវាខ្លាចជាតម្រូវការអាហ្នឹងយើងទិញចុះវាអត់ខុសទេហ្នឹងហើយសម្រាប់ខ្ញុំអាហ្នឹងហើយតកតងនឹងផ្ទះវិញអាហ្នឹងក៏ខ្ញុំអត់ហ៊ានអាកាត់ថាវាទិញនៅវាល្អមិនល្អដែរគ្រាន់តែអ្វីដែលជាគំនិតរបស់ខ្ញុំតកតងនឹងការទិញផ្ទះហ្នឹងបើសិនជាករណីដែលយើងមានលទ្ធភាពគ្រប់គ្រាន់យើងរៀបការរួចគេថាយើងរៀបការរួចចុះមានគ្រួសារត្រូវតែមានគ្រួសារហើយអាហ្នឹងយើងចង់ទិញផ្ទះចង់ទិញអីអាហ្នឹងក៏វាជាជម្រើសល្អដែរព្រោះដោយសារយើងអ្នកខ្លះក៏អត់ចង់នៅជាមួយនឹងម្ដាយឬក៏គាត់ចង់នៅផ្ទះជួលអញ្ចឹងណាគាត់ចង់នៅផ្ទះខ្លួនឯងគាត់ចង់មានផ្ទះខ្លួនឯងមានអីចឹងប៉ុន្តែទន្ទឹមនឹងការចង់បានចង់ទិញហ្នឹងទីមួយយើងត្រូវសិក្សាអំពីប្រភពចំណូលខ្លួនឯងច្បាស់លាស់ព្រោះបើយើងនិយាយទៅផ្ទះមិនមែនជាទំហំតិចតួចទេលុយយើងទិញយើងបង់គេក៏មិនបង់មួយឆ្នាំពីរឆ្នាំដាច់ដែរបើសិនជាករណីយើងចង់បង់លក់ឥឡូវសួរបងវិញថាឥឡូវផ្ទះហ្នឹងគួរតែបង់មកលក់ឬគួរទិញដាច់បើសិនជាខ្ញុំថាបើសិនជាមានលទ្ធភាពបើសិនជាយើងចង់លក់ផ្ទះយើងគួរតែមានលទ្ធភាព deposit ចាប់ពី50%ទៅដល់70%ទៅវាចង់និយាយថាវាកាត់បន្ថយរបស់យើងក្នុងការបង់វាអាចបង់តិចឆ្នាំជាងមុនឬក៏បង់ប្រចាំខែវាតិចជាងមុនអញ្ចឹងបើសិនជាយើងជ្រើសរើសយកការបង់100%ឬក៏ deposit 30%ហើយយើងបង់70%ហ្នឹងរៀងពិបាកបន្តិចតែអាហ្នឹងជាក់ស្ដែងទៅលើតម្រូវការរបស់បងប្អូនទេបើសិនជាបងប្អូនគិតថាយើងលេខលោកលទ្ធភាពណាមួយបានអាហ្នឹងយើងលេខលោកទៅហើយបើសិនជាករណីយើងមានលុយទិញដាច់ក៏យើងទិញទៅឬក៏យើងអត់ចង់ចាយលុយទាំងដុំទេយើងចង់ទុកលុយធ្វើអីផ្សេងអាហ្នឹងយើងលុះទៅតាមហ្នឹងទៅតែគាត់ថាបើសិនជាយើងចង់លុះផ្ទះហ្នឹងយើងអាច deposit ពី50ទៅ70%ទៅកុំឲ្យយើងតម្កល់តិចពេកក៏រៀងពិបាកបង់ដែរប៉ុន្តែអានេះសម្រាប់កំណត់ខ្ញុំទេហើយបើសិនជាបងប្អូនគិតថាជំរើសមួយណាល្អអាហ្នឹងបងជ្រើសរើសវាទៅហើយត្រឡប់មកសំណួរវិញអញ្ចឹងខ្ញុំអត់នៅខាងណាទេខ្ញុំថាការទិញឡានមុនបើសិនជាតម្រូវការខ្លាំងអាចយើងទិញទៅព្រោះដោយសារការប្រើប្រាស់រថយន្តអាហ្នឹងយើងដឹងហើយអ្នកប្រើប្រាស់រថយន្តយើងត្រូវការបង់ពន្ធផ្លូវយើងត្រូវការផែតមយើងត្រូវការ check up យើងត្រូវការអីជាប្រចាំខែឬក៏អីចឹងទៅត្រូវការឈៀកត្រូវការអីចឹងទៅហ្នឹងហើយចំណាយវាតែតែមានហើយហ្នឹងហើយសម្រាប់ការទិញផ្ទះហ្នឹងបើសិនជាទិញផ្ទះបើសិនជាយើងចង់បានទីលំនៅផ្ទាល់ខ្លួនយើងអត់ចង់នៅជាមួយនឹងពុកម្ដាយឬអត់ចង់នៅផ្ទះជួលយើងចង់អីយើងចង់នៅចង់និយាយថាបានជារបស់ខ្លួនឯងជាផ្ទះរបស់ខ្លួនឯងរស់នៅស្រួលចឹងអាហ្នឹងយើងអាចមលុះឬក៏ទិញផ្ដាច់ទៅហើយបើសិនជាករណីមលុះ
អាចចាប់ដើមមានចាប់ពី 50% ទៅ 70% តម្កល់ទៅហើយតមកយើងបង់ទៅហ្នឹងហើយអាហ្នឹងយើងឆាប់បានដាច់ហើយបើសិនយើងបង់ហើយយើងអាចលៃលកប្រាក់ខែយើងឧទាហរណ៍យើងបង់ហើយសល់សម្រាប់ទូទាត់ថ្លៃទឹកភ្លើងសម្រាប់ចាយវាយគ្រប់គ្រាន់អាហ្នឹងរឹតតែល្អទៀតហ្នឹងហើយយើងធ្វើការលៃលកទៅមុននឹងយើងសម្រាប់ចិត្តថាយើងជ្រើសរើសយកវិធីបង់លុះឬក៏យើងជ្រើសយកវិធីទិញផ្ដាច់អញ្ចឹងទៅហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូនឹងអាចជួយសម្រាលដល់ការគិតរបស់អ្នកទាំងអស់គ្នាហើយមនុស្សម្នាក់ៗយើងត្រូវចាត់ថាមនុស្សម្នាក់ៗគិតផ្សេងគ្នាអត់ដូចគ្នាទេអញ្ចឹងមិនមែនថាគំនិតខ្ញុំនិយាយទៅត្រូវ 100% ទេអានេះគ្រាន់តែជាការគិតរបស់ខ្ញុំទេព្រោះដោយសារអីខ្ញុំមិនមែនជាមនុស្សមួយដែលចូលចិត្តជាក់លុយគេទេហើយក៏ជាមនុស្សម្នាក់ដែលមិនចូលចិត្តធ្វើអ្វីដែលលើសសមត្ថភាពដែរព្រោះដោយសារពេលខ្លះខ្ញុំមានពេលខ្ញុំសុខចិត្តចំណាយលុយសន្សំយកលុយដែលខ្ញុំហូបបានខ្ញុំសន្សំទៅព្រោះដោយសារឥឡូវខ្ញុំមានផ្ទះខ្លួនឯងហើយឡានក៏ខ្ញុំមានដែរតែឡានខ្ញុំក៏មិនជាឡានថ្លៃដែរឡានថោកទេហើយគាត់ថាមកជិះបានហើយផ្ទះខ្ញុំក៏មិនជាផ្ទះធំអីដែរគឺកូនផ្ទះទូចមួយទេហ្នឹងហើយគាត់ថាអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ហ្នឹងគឺខ្ញុំមានមិត្តភ័ក្តិមានអ្នកស្គាល់គ្នាគាត់ចត់ជាសំណួរហើយគាត់ធ្លាប់ឃើញនៅបញ្ហាជាក់ស្ដែងដែលកើតមានសម្រាប់គាត់ដែរអញ្ចឹងគាត់ថាជាលើកជាវីដេអូនេះសម្រាប់ជាគំនិតមួយផ្នែកដែលចែករំលែកទៅកាន់បងប្អូនសម្រាប់ធ្វើជាការជំរុញក្នុងការគិតមួយថាតើយើងគួរតែសម្រេចចិត្តរបៀបណាអញ្ចឹងក្នុងការជ្រើសរើសរវាងវត្ថុទាំងពីរហ្នឹងគឺឡានឬក៏ផ្ទះអញ្ចឹងណាបាទអរគុណច្រើន